มื่อดอจอปัสกวาปีการเงี้ยของวิสัยทางของโพสอาร์ท้ายหนึ่งมีนออกกัชเนี่ยหงวันเมื่อโตไอ้กิสนี้มาออนเย็นนี่เหมือนเครื่องดีหรอបងស្រីទាំងពីរនាក់នេះធ្វើការផ្នែកគោលនយោបាយធម្មពលធ្លាប់ស្គាល់ពីអាជីពការងារមួយនេះអត់ស្វាគមន៍មកកាន់ The Switch បេសកកម្មស្វែងយល់ពីអាជីពនៅក្នុងវិស័យធម្មពលស្អាតឥឡូវនេះវិស័យធម្មពលស្អាតកំពុងតែរីកចម្រើននៅកម្ពុជាហើយ Energy Lab Asia បបួលខ្ញុំឲ្យតែសាក់លបងធ្វើការងារខុសៗគ្នាក្នុងវិស័យនេះរៀងរាល់សប្តាហ៍មុនខ្ញុំធ្វើជាអ្នករចនាក្នុងគូប្លង់សូឡាក្នុងសប្តាហ៍នេះខ្ញុំនឹងមកធ្វើជាអ្នកជំនាញគោលនយោបាយធម្មពលម្ដងហើយសប្បាយមកសប្បាយខ្ញុំឈ្មោះផកុនមុខងារជាប្រធានផ្នែកគោលនយោបាយធម្មពលស្អាតនិងទំនាក់ទំនងរដ្ឋាភិបាលនៅអង្គការ Energy Lab Asia ដល់មកធ្វើការចូលធ្វើការម៉ោងប៉ុន្មានថ្ងៃខ្លះម៉ោង8ថ្ងៃខ្លះម៉ោង9ថ្ងៃខ្លះមានប្រជុំជាមួយនឹងខាងក្រសួងអញ្ចឹងត្រូវទៅក្រសួងនឹងប្រហែលមកផឹកអីចឹងណាមុននឹងចូលទៅដល់ការងារប្រចាំថ្ងៃរបស់គាត់សុំឆ្ងល់មួយសិនអីគេទៅគោលនយោបាយអីគេទៅធម្មពលស្អាតថាទៅគោលនយោបាយផ្នែកធម្មពលស្អាតនេះគឺយើងមើលទៅលើផែនការដែលរដ្ឋាភិបាលគាត់បានបង្កើតឬក៏ដាក់ដើម្បីជំរុញឲ្យមានការប្រើប្រាស់ធម្មពលស្អាតឲ្យកាន់តែច្រើនថ្ងៃណាខ្ញុំ formal ពេកហ្នឹងហើយថ្ងៃណាយើងមានប្រជុំជាមួយនឹងខាងក្រសួងយើងត្រូវពាក់អាធំអីចឹងទៅហ្នឹងហើយនឹង formal ថ្ងៃធម្មតាយើងពាក់អាឈៀលឈៀលហ្នឹងហើយយឺតអីចឹងណាអញ្ចឹងកិច្ចការដំបូងថាទី1គឺចង់ណៃមើលក្រាហ្វនេះប្រយោជន៍បងថាក្រាហ្វនេះគេនិយាយពីខ្ញុំឃើញថាមាន global electric demand ខ្មែរថាម៉េចហ្នឹងកំណើនតម្រូវការអគ្គិសនី2025 clean power meet all demand growth អានេះជួយសំខាន់មែនតើដោយសារ solar គឺ meet of all the new growth demand នៅឆ្នាំ2025ចឹងហ្នឹងគឺជា moment for solar បងចង់ការងារបងជាអ្នកធ្វើការខាងគោលនយោបាយចឹងណាបងឲ្យមើលទៅលើទិន្នន័យ data អាននេះច្រើនទី1 data គឺសំខាន់ចឹង data ដែលមាននៅក្នុងស្រុកខ្មែរយើងមានមួយចំនួនហើយពេលខ្លះខ្ញុំព្យាយាមមើលពី data ពីប្រទេសផ្សេងៗដែរចឹងជំនាញយើងត្រូវអានច្រើនយើងត្រូវចេះស្រាវជ្រាវហើយនឹងគិតច្រើនការងារណាក៏គិតច្រើនដែរតែគិតច្រើនតែមិនឆ្លាញ់ការងារហ្នឹងអត់ការងារទី2របស់យើងគឺយើងត្រូវប្រជុំជាមួយនឹងបងម៉ូឡាដែលគាត់ក៏ធ្វើការពាក់ព័ន្ធជាមួយនឹងរឿងគោលនយោបាយធម្មពលច្រើនដែរសួស្តីខ្ញុំឈ្មោះទៀនម៉ូឡាជាប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងកសិកម្មនៅកម្មវិធី Capret ចឹងចិន្តាថាទីពីបងឯងគឺសូមជួយកត់ត្រាហើយនឹងបើអាចជួយចូលរួមភាសាចឹងណាអូខេភាសាខាង Energy Lab គាត់បានផ្ញើ concept note ឲ្យពួកខ្ញុំ review ឲ្យអញ្ចឹងណាហើយប្រធានបទយើងជារួមសម្រាប់សប្តាហ៍ធម្មពលលើកហ្នឹងយើងចង់បដោតទៅលើ economic competitiveness ហើយនឹង renewable energy ចឹងណាតើនរណាគេខ្លះដែលជាស្ថាប័នពាក់ព័ន្ធចូលមកវិភាសារឿងក្នុងវិស័យធម្មពលស្អាតហ្នឹងខ្ញុំគិតថាបើយើងពុះជាធំអាចយើងចែកថាវិស័យខាងរដ្ឋាភិបាលទៀតវិស័យឯកជនឬក៏សហគមន៍កសិកម្មហ្នឹងហើយនឹងជាពិសេសក៏មានយុវជននៅក្នុងហ្នឹងផងដែរចាមួយទៀតក៏មានដៃគូអភិវឌ្ឍដូចគ្នាដែរតើបងត្រូវស្គាល់ពួកគាត់ទាំងអស់គ្នាហ្នឹងអត់ត្រូវតែស្គាល់ណាបងកាបងរៀននៅមហាវិទ្យាល័យបងរៀនជំនាញអីជំនាញបែបកូនកាត់ការនឹងរៀនវិស្វកម្មផងរៀនខាងផ្នែកគោលនយោបាយផងរៀនផ្នែកខាងសេដ្ឋកិច្ចផងរៀននៅណាបងការនឹងរៀននៅអាមេរិកពេលបងចេញធ្វើការដំបូងបងធ្វើការងារគេបងធ្វើអ្នកបកប្រែភាសាអង់គ្លេសចុះពេលម៉ាក់បងគាត់ទៅនិយាយប្រាប់មិត្តភក្តិគាត់រត់ដងណាគាត់ប្រាប់មិត្តភក្តិគាត់ថាបងធ្វើការអីគេធ្វើការអង្គការអូស្ត្រាលីនោះប្រាប់គាត់ទៅគាត់ថាខ្ញុំជាអ្នកតឡើងសូឡាបងតឡើងសូឡាមែនអត់មានតឡើងតាក្នុងទូនាទីហ្នឹងទីផ្សារប្រាក់ខែប្រហែលជាចន្លោះប៉ុន្មានទៅប៉ុន្មានដែរបងអ្នកដែលចូលដំបូងអាចថាកម្រិត officer នៅ sector នេះគឺប្រហែលពី400ទៅ600ហើយពីអ្នកសម្របសម្រួលទៅមានថា officer ហើយអ្នកសម្របសម្រួលអាចថាពី6ទៅ700ដល់រហូត900ហើយសម្រាប់ manager role អាចថាពី 1k ទៅ 72k អូខេបងអញ្ចឹងការងារខ្ញុំថ្ងៃហ្នឹងមិនដែរ
ល្អជាប់ហើយអូខេអញ្ចឹងខ្ញុំអាចបើករង្វាន់ឲ្យអ្នកមើលបានហើយក្នុងសប្តាហ៍នេះគឺយើងមានរង្វាន់ដូចជាដបទឹកហើយនិងសៀវភៅយើងនឹងដាក់ឈ្មោះអ្នកឈ្នះសប្តាហ៍មុនក្នុង caption ខាងលើហើយរង្វាន់ធំនៅសប្តាហ៍ចុងក្រោយគឺម៉ូតូ Akisini Onion X1 ស៊េរីថ្មីមួយគ្រឿងហ្មងបានឆ្លើយសំណួរក្នុងភាគមុនហើយនៅបើនៅទេអាចទៅធ្វើបានណាឆ្លើយសំណួរមួយសប្តាហ៍មានឱកាសផ្សងសំណាងម្ដងណាអញ្ចឹងមកមើលវីដេអូរៀងរាល់សប្តាហ៍ដើម្បីមានឱកាសកាន់តែច្រើនដងចាប់យកម៉ូតូ Akisini មួយហ្នឹងម៉ូតូនេះសាកភ្លើងមកពេញអស់តែ1000រៀលទេជិះបាន75គីឡូម៉ែត្រហើយអាចជិះកាត់ទឹកបានជម្រៅដល់ទៅកន្លះម៉ែត្រក្នុងរយៈពេលកន្លះម៉ោងដើម្បីចូលរួមទី1ចុចចែករំលែកវីដេអូនេះទី2 scan QR code ដើម្បីឆ្លើយសំណួររៀនបានច្រើនមែនតើពីការងារហ្នឹងធ្វើឲ្យខ្ញុំបានដឹងថាការងារនៅក្នុងវិស័យថាមពលស្អាតហ្នឹងមិនមានតែការងារបច្ចេកទេសតទៅវិស្វករអីបានធ្វើបានទេការងារជាអ្នកគោលនយោបាយចឹងក៏សំខាន់ដែរសប្តាហ៍ក្រោយខ្ញុំត្រូវធ្វើអីគេទៀតភ្លេចយកសបត់បងសប្តាហ៍ក្រោយខ្ញុំត្រូវធ្វើអីទៀត ចម្លើយនៅក្នុងនេះអូន ជាបច្ចេកទេស Akisini